ងតាមមួយខែទៀតទេអ្នកទាំងអស់គ្នាពីដល់ចូលឆ្នាំខ្មែរយើងហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលវីដេអូនេះមួយវីដេអូនេះយើងមើលទៅគឺដូចតែគេលាងឡានលាងម៉ូតូអីធម្មតាទេប៉ុន្តែក៏ប៉ុន្តែអានេះវាមិនមែនជាម៉ូតូបាញ់លាងឡានទេវាជាភ្លើងបាញ់ទឹកអ្នកទាំងអស់គ្នាបើមិនជាដូចនៅក្នុងវីដេអូនេះគេមែនណាកម្លាំងរបស់វាខ្លាំងអញ្ចឹងមែនគឺគុណប្រយោជន៍វាគឺអេមខ្លាំងមែនទែនដោយសារមុនចូលឆ្នាំខ្មែរក្រោយចូលឆ្នាំខ្មែរក៏វាមានប្រយោជន៍យើងយកលាងឡានលាងម៉ូតូបាញ់ចំណាំស្រួយផ្កាស្រួយអីបានមកអេមហ្មងហើយចូលឆ្នាំខ្មែរយើងអាចស្ពាយភ្លើងហ្នឹងដេញបាញ់គេបានទេអ្នកទាំងអស់គ្នាឈរលើឡានឈរមុខផ្ទះអីហ្នឹងអញ្ចឹងតោះឥឡូវខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកធ្វើការ unboxing ក៏ដូចជាតេស្តឲ្យអ្នកទាំងអស់គ្នាមើលជាក់ស្ដែងហ្មងអញ្ចឹងមកទស្សនាវីដេអូពេញមួយខ្ញុំទាំងអស់គ្នាអូខេហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងអានេះគឺជារូបរាងរបស់កាភ្លើងទឹកដែលយើងអាចយកទៅលាងម៉ូតូបានហ្នឹងណាហើយ accessory ដែលយើងទទួលបានហ្នឹងវាមកជាលក្ខណៈប្រអប់ចេះឥឡូវខ្ញុំសូមបង្ហាញពណ៌មួយទៀតសិនដោយសារពណ៌មួយទៀតនេះអត់ទាន់ទៅឡើងអញ្ចឹងអីដែលយើងទទួលបាននៅក្នុងប្រអប់ហ្នឹងដំបូងបំផុតគឺមាន scope មានថ្មនេះថ្មវាគឺយើងដាក់ចេះដាក់នៅកន្លែងបងវានេះហ្នឹងហ្មងណាហើយនឹងតួកាភ្លើងចំពោះតួនេះគឺគ្រាន់តែយើងដាក់ថ្មមកគឺយើងអាចចុចបាញ់បានហ្មងអ្នកទាំងអស់គ្នាបាញ់មកគឺលឺហ្មងហើយចំពោះកំប៉ុងពណ៌សនេះជាប្រភេទកំប៉ុងសាប៊ូប៉ុន្តែថ្ងៃនេះខ្ញុំអត់ទាន់បានប្រើជាមួយនឹងកំប៉ុងសាប៊ូនេះទេដោយសារថ្ងៃនេះខ្ញុំគ្រាន់ចង់តេស្តសាកកម្លាំងទឹកឲ្យអ្នកទាំងអស់គ្នាមើលសិនហើយចំពោះក្បាលគឺយើងទទួលបានក្បាលពីរក្បាលដែលពណ៌ក្រហមទៅជាប់នេះហ្នឹងអាហ្នឹងគឺជាក្បាលបាញ់ឆ្ងាយហើយនឹងអានេះក្បាលសដែលគេដាក់នៅក្នុងហ្នឹងមួយទៀតហ្នឹងជាប្រភេទក្បាលដែលបាញ់ទៅសាច់ហើយដែលយើងមានហ្នឹងគឺមានឆ្លាំងសាកមួយទៀតមានតយោប្រវែង1ម៉ែត្រកន្លះហើយនឹងកសម្រាប់តអាកហ្នឹងគេតកន្លែងនេះគេតកន្លែងនេះដើម្បីយើងយកមកតជាមួយនឹងតយោហើយគេតកតុយរបស់តយោហ្នឹងគឺគេតអានេះមួយទៀតដើម្បីអីអានេះគឺវាមានសណាញ់ចេះវាមានសណាញ់ចេះនៅពេលដែលយើងតម្លាក់ចូលទៅក្នុងកធុនគឺការពារយើងបូមទៅវាដោយស្លឹកឈើដោយកិតិចឈើកិតិចអីធ្វើឲ្យវាគាំងកាភ្លើងបើមិនជាយើងអត់ប្រើអានេះក៏បូមទឹកឡើងដូចតែគ្នាទេតែវាអាចនឹងមានចូលដីចូលអីចឹងទៅឲ្យទីទៀតខ្ញុំនឹងតេស្តនៅខាងចុងវីដេអូបងដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលយល់អានេះខ្ញុំក៏ប្រាប់ធួអីដែលយើងនឹងទទួលបាននៅក្នុងប្រអប់របស់កាភ្លើងហ្នឹងអញ្ចឹងឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាមកតេស្តកាភ្លើងនេះទាំងអស់គ្នាដើម្បីចង់ដឹងថាចង្ងាយបាញ់ចង្ងាយកម្លាំងរបស់វាហ្នឹងប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងណាហើយចាំមើលវាតទៅមុខទៀតវាយ៉ាងអូខេហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងដូចឃើញនៅក្នុងវីដេអូមិញគឺគេប្រើកាបូបតែពួកប្រភេទកាបូបស្វីនេះយើងដាក់ទឹកបានរហូតដល់ចង់10លីត្រអ្នកទាំងអស់គ្នាមកពេញមកកាបូបនេះប៉ុន្តែដើម្បីកុំឲ្យពិបាកខ្ញុំអត់បានដាក់ទឹកនៅក្នុងកាបូបហ្នឹងទេខ្ញុំដាក់ទឹកតែនៅក្នុងកធុនចេះហើយយើងបូម direct ពីក្នុងកធុននេះមកហ្មងអញ្ចឹងណាប៉ុន្តែបើសិនជាយើងដាក់មួយកាបូបនេះគេមានឆ្នុកតមួយទៀតសម្រាប់យើងតឲ្យចេញពីកាបូបស្វីនេះអញ្ចឹងឥឡូវដំបូងបំផុតខ្ញុំនឹងតេស្តក្បាលពណ៌ក្រហមនេះដែលជាក្បាលយើងបាញ់ទៅបានឆ្ងាយវាសាច់ដែរប៉ុន្តែវាបាញ់បានឆ្ងាយតែគណៈបែបចេះអានេះដើម្បីឲ្យអ្នកទាំងអស់គ្នាស្រួលមើលថាវាបាញ់បានឆ្ងាយប៉ុណ្ណាឥឡូវខ្ញុំនឹងថយរៀងក្រោយបន្តិចឲ្យអ្នកទាំងអស់គ្នាចាំមើលចង្ងាយទឹករបស់វានេះអានេះគឺបាញ់បានឆ្ងាយមែនតើហ្មងហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំនឹងដូរដាក់ក្បាលពណ៌សនេះម្ដងក្បាលពណ៌សនេះជាប្រភេទក្បាលសាច់ណារបៀបក្នុងការដូរស្រួលទេយើងគាត់ថាទាញអាកលឹះវានៅខាងក្បាលកាភ្លើងនេះមកហើយយើងញុកអាពណ៌សនេះចូលវិញយើងប្រឡែងវាទៅវិញមួយវាបន្តិចទៅគឺវាជាប់ហើយឥឡូវជាមួយខ្ញុំនឹងធ្វើការតេស្តអានេះម្ដងនេះគឺបាញ់ទៅលក្ខណៈសាច់ទេសាច់ធំទេខ្ញុំ recommend មែនតើសម្រាប់អ្នកដែលគាត់ឈរបាញ់ពីមុខផ្ទះទៅឬមួយឈរលើឡានអង្គុយក្រោយគេឌុបអីហ្នឹងសម្រាប់ចូលឆ្នាំខ្មែរនេះគឺ the best ហ្មងអត់មានត្រូវការបញ្ចូលទឹកពីម្ដងអីញ៉ៃទេហើយមួយទៀតគឺអត់មានត្រូវការសប់ទឹកសប់អីកម្លាំងគឺខ្លាំងហ្មងចង់ឲ្យខ្សោយយើងមួយវាបន្តិចមកបាញ់ខ្សោយចង់ឲ្យឆ្ងាយបាញ់ឆ្ងាយអីតាមហ្នឹងហ្មងគាត់ថាតម្លៃរបស់វាក៏វារៀងថ្លៃទៅតាមហ្នឹងដែរប៉ុន្តែអត់ដល់$90អ្នកទាំងអស់គ្នាសម្រាប់កាភ្លើងហ្នឹងមកឈុតទាំងកាបូបស្វាទាំងអីណាអញ្ចឹងបើតែគេចង់ដឹង detail បន្ថែមអីខ្ញុំដាក់លេខ Telegram នៅខាងក្រោមហ្នឹងក៏ដូចជាឈ្មោះ page អ្នកទាំងអស់គ្នាកុំឆាតមក TikTok ឬមួយក៏ Telegram របស់ TikTok ហ្នឹងឆាតទៅនេះខ្ញុំដាក់នៅខាងក្រោមហ្នឹងឆាតទៅ TikTok ហ្នឹងឬឆាតទៅ TikTok ឆាតទៅ Telegram ហ្នឹងឬមួយក៏ page ហ្នឹងអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន